ការកាប់បំផ្លាញព្រៃឈើការប្រមាញ់សត្វព្រៃនិងការនេសាទខុសច្បាប់នៅតែបន្តកើតមានបន្ទាប់បីជារដ្ឋាភិបាលបានដាក់បទបញ្ជាឲ្យបង្ក្រាបនិងផ្តន្ទាទោសជនដីដល់យ៉ាងណាក្តីនៅក្នុងព្រៃការពារជាច្រើនក្នុងខេត្តរតនគិរីនិងមណ្ឌលគិរីក៏មានសេចក្តីរាយការណ៍ជាច្រើនទាក់ទិនទៅនឹងបទល្មើសទាំងអស់នេះដែលកំពុងកើតមានជាពិសេសការដាក់អន្ទាក់សត្វព្រៃការនេសាទដោយប្រើឧបករណ៍ឆក់សម្លាប់សត្វព្រៃនិងត្រីរួមទាំងសកម្មភាពកាប់ឈើខុសច្បាប់តើមន្ត្រីជំនាញនិងមន្ត្រីសង្គមស៊ីវិលពាក់ព័ន្ធចាប់អារម្មណ៍និងមានវិធានការទប់ស្កាត់បញ្ហានេះតាមវិធីណាខ្លះលោករដ្ឋាភិបាលរាយការណ៍មន្ត្រីជំនាញរដ្ឋបាលព្រៃឈើកងកម្លាំងប្រដាប់អាវុធនិងមន្ត្រីអង្គការសង្គមស៊ីវិលពាក់ព័ន្ធជាង50នាក់បានសហការគ្នាចុះល្បាតព្រៃការពារខេត្តមណ្ឌលគិរីក្នុងគោលបំណងបង្កើនសមត្ថភាពមន្ត្រីជំនាញដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនិងជាយុទ្ធសាស្ត្រប្រមូលអន្ទាក់ឧបករណ៍ឆក់គ្រប់ប្រភេទក្នុងព្រៃនិងជាការលើកទឹកចិត្តមន្ត្រីជំនាញដែលកំពុងបំពេញភារកិច្ចទប់ស្កាត់បទល្មើសជាក់ស្ដែងក្នុងព្រៃការពារនៅទូទាំងប្រទេសក្រុមល្បាតនេះភាគច្រើនជាមន្ត្រីព្រៃឈើមកពីបណ្ដាខេត្តនានានៅទូទាំងប្រទេសព្រមទាំងកងតម្រួតព្រំដែននិងមន្ត្រីមូលនិធិអន្តរជាតិសម្រាប់ធម្មជាតិដែលបានជួបជុំគ្នាដកស្រង់បទពិសោធន៍កាលពីថ្ងៃទី27ខែមេសានៅទីក្រុងភ្នំពេញមុននឹងក្រុមនេះចុះប្រតិបត្តិការល្បាតក្នុងព្រៃជាក់ស្ដែងពួកគេចែកចេញជា5ក្រុមដែលល្បាតក្នុងគោលដៅផ្សេងៗគ្នាដើម្បីស្វែងរកបទល្មើសនៅតាមគោលដៅរៀងៗខ្លួនប្រធានអង្គការ WWF លោកឈិតសំអាតមានប្រសាសន៍បញ្ជាក់ថាយុទ្ធនាការល្បាតព្រៃនេះចាប់ផ្ដើមពីថ្ងៃទី28ដល់ថ្ងៃទី6ខែឧសភាទើបបញ្ចប់ដើម្បីបូកសរុបលទ្ធផលលោកបន្តថាព្រៃការពារមណ្ឌលគិរីមានសក្តានុពលទាំងធនធានព្រៃឈើនិងសត្វព្រៃលាតសន្ធឹងទល់នឹងព្រៃការពារប្រទេសវៀតណាមព្រៃការពារមណ្ឌលគិរីនេះគឺយើងធ្លាប់មានវត្តមានខ្លះធំកន្លែងសោនេះគឺថាមានដងស៊ីទេវាខ្ពស់ជាងគេនៅលើពិភពលោកនៅក្នុងប្រទេសកម្ពុជាយើងគឺសោគឺខ្ពស់ចំនួនខ្ពស់មែនទែនអញ្ចឹងទេដើម្បីឆ្លើយតបទៅនឹងការបាញ់ចាប់អនាធិបតេយ្យកាត់ឈើអនាធិបតេយ្យនិងបទល្មើសផ្សេងៗនេះហើយបានជាយើងចាប់ផ្ដើមរៀបចំឲ្យវាធម្មតានេះហើយអនុវត្តជាក់ស្ដែងម្ដងផ្សេងនៅក្នុងរដូវប្រាំងដែលចាប់ផ្ដើមចូលដល់ខ្សែកាត់ចាប់នេះកាលពីឆ្នាំ2013អង្គការក្រៅរដ្ឋាភិបាលឃ្លាំមើលសត្វព្រៃមួយបានរកឃើញអន្ទាក់ប្រមាញ់សត្វព្រៃច្រើនប្រភេទនិងរាប់រយអន្ទាក់ត្រូវគេបង្កប់ទុកក្នុងដែនជម្រកសត្វព្រៃលំផាត់អន្ទាក់ទាំងនោះអាចប្រមាញ់សត្វរហូតដល់ប្រភេទសត្វខ្លារមាសទន្សោងជាដើមប្រធានតំបន់ទេសភាពភាគខាងកើតប្រទេសនៃអង្គការ WWF លោកមូលផាតក៏សម្គាល់ថាកន្លងទៅនេះបទល្មើសទាំងនោះបានកើតមានច្រើនករណីក្នុងព្រៃការពារដោយឡែកទៀតឧបករណ៍បែបសម័យមានអាគុយឆក់ត្រូវបានគេយកទៅច្នៃធ្វើអន្ទាក់ឆក់សត្វព្រៃឬឆក់ត្រីនៅក្នុងតំបន់ទេសភាពព្រៃការពារនេះលោកបន្តថាក្រុមល្បាតព្រៃនឹងព្យាយាមស្វែងរកទីតាំងបទល្មើសព្រៃឈើនិងដោះយកអន្ទាក់គ្រប់ប្រភេទពីក្នុងព្រៃដើម្បីកាត់បន្ថយបទល្មើសក្នុងព្រៃការពារនេះជើងទេវាមានអន្ទាក់ប្រភេទប្រើភ្លើងចរន្តអគ្គិសនីអាហ្នឹងកុំថាឡើយដល់ទៅសត្វថាថ្មីតំនីជើងខ្លះហ្នឹងក៏ងាប់ដែរហើយថ្មីនេះក៏មានស្លាប់ដោយសារតែអន្ទាក់ប្រើរបៀបអគ្គិសនីអញ្ចឹងវាមានច្រើនប្រភេទមន្ត្រីទាំងអស់ត្រូវស្វែងយល់អំពីប្រភេទអន្ទាក់ហើយនឹងវិធីដោះនិងវិធីស្វែងរកហើយនឹងជួយលើកទឹកចិត្តដល់មន្ត្រីដែលកំពុងអនុវត្តក្នុងព្រៃផ្ទាល់ករណីដូចគ្នានេះត្រូវបានប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិចសម្ដែងការបារម្ភពីវិនាសកម្មសត្វព្រៃនិងត្រីតាមបឹងបួក្នុងដែនជម្រកសត្វព្រៃខណៈដែលអាគុយត្រូវបានបំពាក់ជាមួយឧបករណ៍បំផ្លែងជាចរន្តអគ្គិសនីចំណែកជនទុច្ចរិតបានយកទៅប្រើជាអន្ទាក់រាយនៅតាមព្រៃដើម្បីឆក់សម្លាប់សត្វព្រៃឬឆក់ត្រីក្នុងបឹងជាដើមប្រជាពលរដ្ឋរស់នៅឃុំសីដាលោកសុខេតក៏សម្គាល់ថាឧបករណ៍ប្រភេទនេះកើតកាន់តែច្រើននាពេលបច្ចុប្បន្នតាមរយៈប្រជាពលរដ្ឋប្រើប្រាស់ឆក់យកត្រីតាមត្រពាំងបឹងបួអូរធម្មជាតិនៅក្នុងទន្លេដែលសម្បូរដោយជីវៈច្រើនប្រភេទលោកបន្តថានៅឃុំសីដាស្រុកលំផាត់អ្នកភូមិមួយចំនួនកំពុងនាំគ្នាប្រើប្រាស់ឧបករណ៍នេះចំណែកមន្ត្រីអាជ្ញាធរមូលដ្ឋានមិនបានយកចិត្តទុកដាក់បង្ក្រាបឬទប់ស្កាត់បញ្ហានេះឲ្យមានប្រសិទ្ធភាពទេស្ថានភាពបែបនេះលោកបារម្ភថាតទៅថ្ងៃអនាគតសត្វព្រៃត្រីនិងជីវៈផ្សេងទៀតនឹងត្រូវវិនាសបាត់បង់ដោយឡែកទៀតឧបករណ៍នេះក៏អាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនិងសត្វពាហនៈដែលធ្វើដំណើរឆ្លងកាត់តំបន់ដាក់អន្ទាក់អាគុយឆក់នេះឆក់ត្រីឆក់សត្វទាំងយកអត់នឹងបលិសនឹងអីទេបលិសនឹងមើលឃើញធ្វើមិនឃើញបង្ងើយមកប្រជាពលរដ្ឋអត់មានអីរកស៊ីទេបងចំណែកនាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីលោកផាន់ភីនចាត់ទុកសកម្មភាពកាប់បំផ្លាញព្រៃឈើសកម្មភាពប្រមាញ់សត្វព្រៃនិងនេសាទខុសច្បាប់ក្នុងតំបន់ព្រៃការពារថាជាបទល្មើសត្រូវប្រឈមនឹងការផាកពិន័យជាប្រាក់រួមទាំងការផ្ដន្ទាទោសជាប់ពន្ធនាគារលោកថាកន្លងទៅនេះជនល្មើសមួយចំនួនត្រូវបានអប់រំណែនាំឲ្យកែប្រែនិងមួយចំនួនត្រូវបាន
ក៏សាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីវិនិច្ឆ័យទោស បាទពីខុសហើយរឿងគេមកប្រក្រាបរដងដល់បងខាងវាយអេតាកម្មមូលដ្ឋានហ្នឹងគេចាប់បានសឹងរាល់ខែហ្នឹងអានេះវាស្ថិតនៅក្នុងការបរបាញ់ហ្នឹងណាអាទូយ៉ាងម៉េចលើថាវាបានតាប់គណៈបានតាប់បានគេបែងចែកថាតាប់ជាប្រភេទកម្រភេទអីទៅវាទៅជាប់ទោសតាមហ្នឹង រហូតមកទល់នៅថ្ងៃទី 1 ខែឧសភាក្រុមល្បាតព្រៃការពារខេត្តមណ្ឌលគិរីមិនទាន់បញ្ចេញលទ្ធផលល្បាតព្រៃយ៉ាងណានៅឡើយតាមការគ្រោងទុកក្រុមល្បាតនឹងចេញពីក្នុងព្រៃនៅថ្ងៃទី 2 ខែមេសាដើម្បីបន្តបេសកកម្មត្រួតពិនិត្យបទល្មើសតាមផ្លូវជាតិរហូតដល់ថ្ងៃទី 4 ខែឧសភាទើបប្រមូលលទ្ធផលតាមក្រុមបូកសរុបព្រៃការពារខេត្តមណ្ឌលគិរីមានទំហំជិត 40,000 ហិកតាសម្បូរទៅដោយឈើមានតម្លៃនិងសត្វព្រៃកម្រ 18 មុខដូចជាខ្លាធំ ដំរី ថ្មាត ទន្សោង ខ្ទីងនិងនៅតាមបឹងបួសម្បូរដោយត្រីមានតម្លៃព្រៃនេះក៏ជាតំបន់ទេសភាពនៅភាគខាងកើតប្រទេសខណ្ឌដោយទន្លេស្រែពកខេត្តមណ្ឌលគិរីជាប់នឹងខេត្តរតនគិរីផងដែរខ្ញុំរដ្ឋាភិបាលវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរី